ខ្ញុំបាទសវណ្ណធីសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីមេត្រីបាទសម្រាប់នេតិស្វែងយល់ពីភាសាបាលីខ្មែរប្រចាំសប្តាហ៍បាទប្រិយមិត្តជាទីមេត្រីមកដល់ពេលនេះឃើញថាសប្តាហ៍ទី52ហើយបាទជាដំបូងសូមជម្រាបសួរលោកចៅកាំងបាទជំរាបសួរបងសវណ្ណធីបាទលោកចៅកាំងថាតើសប្តាហ៍នេះលោកចៅកាំងនឹងមានពាក្យភាសាបាលីណាមួយទេដែលនឹងលើកយកមកបកស្រាយជូនប្រិយមិត្តក្នុងសប្តាហ៍ទី52នេះបាទអរគុណណាស់ហើយថ្ងៃនេះយើងលើកយកពាក្យវណ្ណៈក៏ពាក្យវណ្ណៈហ្នឹងវាមានពាក់ព័ន្ធទៅការប្រើប្រាស់ហ្នឹងច្រើនយ៉ាងណាសប្តាហ៍ហ្នឹងបាទហើយនឹងបន្តពាក់ព័ន្ធទៅនឹងការជ្រើសរើសព្រះនាងនៅក្នុងពិធីអោបព្រះវៈពិសេសហ្នឹងតើនឹងមានលក្ខណៈអ្វីតទៅទៀតដើម្បីឲ្យបានទៅជាសាសនាមួយល្អឯកនោះបាទអញ្ចឹងជាដំបូងខ្ញុំក៏សូមសូមព្រះធម៌ថ្វាយទៅដល់បកោនេគុំណូពោធិសត្វបាទនឹងថ្វាយជូនទៅដល់បងប្អូនខ្មែរដែលបានស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ហើយនឹងបាលីប្រែបាទរាល់ថ្ងៃពុទ្ធទាំងអស់គ្នាបាទអ្នកមោសិតិព្រះភគវាទោព្រះអរហតោព្រះសម្មាសម្ពុទ្ធោព្រះគុណកែវជាព្រះអធិរាជអ្នកមោសិតិព្រះភគវាទោព្រះអរហតោព្រះសម្មាសម្ពុទ្ធោព្រះគុណកែវជាព្រះអធិរាជអ្នកមោសិតិព្រះភគវាទោព្រះអរហតោព្រះសម្មាសម្ពុទ្ធោព្រះគុណកែវជាព្រះអធិរាជអ្នកមោសិតិព្រះភគវាទោព្រះអរហតោព្រះសម្មាសម្ពុទ្ធោព្រះគុណកែវជាព្រះអធិរាជអ្នកមោសិតិព្រះភគវាទោព្រះអរហតោព្រះសម្មាសម្ពុទ្ធោព្រះគុណកែវជាព្រះអធិរាជរីកេរិយាអញ្ជើញប្រកោរាជតាំងកាំងរាសោតោជ័យអញ្ជើញព្រះមេត្រីព្រះអង្គជេកព្រះអង្គចោមព្រះអង្គជុំអញ្ជើញព្រះមេនិលវោពោធិសត្វទាំង500អញ្ជើញព្រះបាព្រហ្មរាជទាំង500អញ្ជើញសកកាយទេសកកាយពលចងចក្រវាលេមូលេយោចៈចងពន់ចក្រវាចៈពន់ចងតចៈសោចោពន់រាំងណាំងកាំងភុបតេបាមនីអ្នកទាំងឡាយសូមបានសេចក្តីសុខសេចក្តីចម្រើនដោយអំណាចនៃព្រះអង្គរបស់ខ្មែរគ្រប់អង្គថ្ងៃនេះខ្ញុំបករណាខ្ញុំនឹងលើកយកពិធីបុណ្យអោបវៈប្រតែកពិសេសនេះមកបរិយាយបន្តទៀតបាទលើកមុនយើងបានស្ដាប់ខ្លាំងហើយអំពីថាលោកព្រះម្ចាស់ក្សត្រីទាំង12រូបដែលត្រូវបានតែងតាំងជាម្ចាស់ក្សត្រីនគរហើយនឹងបានរៀបអភិសេកជាមួយព្រះស្វាមីជាស្ដេចផែនដីរបស់ខ្មែរហើយនោះលោកព្រះអង្គណាម្នាក់នឹងមានបុត្រីពេញល្មមហើយនោះពិធីអភិសេកនោះក៏ត្រូវបានចាប់ផ្ដើមជាលើកទី1រហូតដល់តែប្រនាងទាំង12រូបនោះមានកូនក្រមុំគ្រប់គ្នាចឹងយើងសន្មតថាក្នុងមួយរាជការព្រះមហាក្សត្រមួយអង្គពិធីអោបពវៈពិសេសនោះមានចំនួន12ដងបើសិនជាស្ត្រីណាម្នាក់ចុងក្រោយបង្អស់ដែលអត់មានបុត្រាដើម្បីធ្វើពិធីអោបពិសេសនោះបាទក្នុងនោះក៏ជារឿងពិសេសគេអនុញ្ញាតឲ្យព្រះនាងនោះទៅសុំបុត្រីរបស់ត្រកូលរញាតិវង្សានុវង្សខ្មែរទាំង5ត្រកូលធំនោះមួយណាក៏បានដើម្បីបានបុត្រីនោះដើម្បីមកធ្វើពិធីរៀបអភិសេកដើម្បីជ្រើសតាំងស្ត្រីនោះអញ្ចឹងហើយឥឡូវខ្ញុំថ្ងៃនេះខ្ញុំនឹងនិយាយបន្តពិធីបុណ្យអោបពវៈពិសេសម្ដងមានព្រះនាង5អង្គបាទដែលខ្ញុំបានជម្រាបលើកមុននោះបានស្អាងកាយជាអ្នកតំណាងសាសនាក្នុងប្រទេសទាំង4ទើបយើងយក5ព្រះនាងមកគុណនឹង12លើកយើងក៏បានឃើញព្រះនាងសរុប
60ព្រះនាងបាទអញ្ចឹងក្នុងមួយរាជការស្ដេចយើងឃើញថាយើងនឹងជ្រើសរើសបានមន្ត្រីអឺចារីរាជ60ព្រះនាងក្នុងមួយរាជការស្ដេចបាទនឹងបានคล้ายទៅជាអ្នកគ្រប់គ្រងសាសនាបន្តពីម្ចាស់ក្សត្រីរាជមុនដែលត្រូវមានព្រះស្វាមីកន្លងផុតទៅបាទឥឡូវខ្ញុំនឹងយកតំណាងរបស់ម្ចាស់ក្សត្រីមុនហ្នឹងដែលបានយកចេញពី60នាក់ហ្នឹងតើត្រូវធ្វើអីខ្លះបាទឥឡូវបងប្អូនចាំមើលទី1គឺម្ចាស់ក្សត្រីរាជមួយព្រះនាងបាទហើយបានបន្ទាប់មកម្ចាស់ក្សត្រីឧបយុរាជ2ព្រះនាងម្ចាស់ក្សត្រីសមនរាជ3ព្រះនាងបាទបានក្សត្រីរាជជ័យក្សត្រី7ព្រះនាងបានក្សត្រីអន្តរវរៈក្សត្រី8ព្រះនាងបានអន្តរវរៈនារីរត33ព្រះនាងបានអន្តរវរៈរតនៈមាន4ព្រះនាងចឹងយើងឃើញថាពេលដែលយើងបូកចំនួនរបស់ព្រះនាងទៅយើងឃើញថាឋានៈជាក្សត្រីនោះមានចំនួនសរុប54រូបដែលត្រូវក្នុងរូបចម្លាក់ដែលបានឆ្លាក់ទុកនៅក្នុងទ្វារកំផែងប្រាសាទបាទនគរធំទុកជាសម្គាល់ថានោះគឺជាឋានៈក្សត្រីរាជឬក៏ជាឋានៈព្រះមហាក្សត្រដែលមានមុខតំណែងសំខាន់ក្នុងការដឹកនាំប្រទេសរបស់ខ្មែរចឹងហើយបានខ្ញុំចង់និយាយថាខ្មែរមានច្បាប់ទម្លាប់ត្រឹមត្រូវជ័យវរ្ម័ននឹងមាន7រូបអន្តរវរ្ម័ននឹងមាន8រូបហើយបាខែងនឹងមាន33រូបហើយបានឧបយុរាជនឹងមាន2រូបស្ដេចសមនរាជមាន3រូបបាទព្រះមហារាជនឹងមាន1រូបបានរៀបអភិសេកជាមួយព្រះនាងសរុបចូលគ្នាទៅឃើញ54រូបបាទទៅព្រះនគរកណ្ដាលហ្នឹងបានតែងតាំងអន្តរវរ្ម័នហ្នឹងទៅនគរសមនរាជហ្នឹងក្នុងនគរនីមួយពីព្រះអង្គហើយបានតែងតាំងជ័យវរ្ម័នហ្នឹងទៅកាន់នគរសមនរាជហ្នឹងមួយព្រះអង្គម្នាក់នៅសល់4ព្រះអង្គនៅក្នុងនគរកណ្ដាលចឹងហើយបងប្អូនដែលខ្ញុំចង់និយាយថាបារាំងសីនោះវាអត់ដឹងប្រវត្តិពិតរបស់ខ្មែរទេហើយយើងហើយប្រទេសរបស់យើងនគរកណ្ដាលមាន33ខេត្តហើយចឹងហើយបានមានរូបចម្លាក់នៅតែក្នុងប្រទេសនគរកណ្ដាលទេដែលមានរូប54ជាអ្នកកាន់ព្រះពុទ្ធសាសនាហើយ54ទៀតជាអ្នកកាន់ព្រហ្មញ្ញសាសនានោះបាទអញ្ចឹងពីដើមដូចជាគណៈបកប្រឆាំងចឹងដែរកាលណាសម័យព្រះសូរ្យវង្សទី2នោះព្រះអង្គលោកប្រកាន់ព្រះពុទ្ធសាសនាចឹងអ្នកកាន់ព្រហ្មញ្ញសាសនាហ្នឹងគឺគេទុកដូចជាគណៈបកប្រឆាំងសពថ្ងៃមានមុខតំណែងដូចគ្នាក៏ប៉ុន្តែมันមានធារកិច្ចបាទឥឡូវយើងបន្តទៅទៀតយើងបន្តមកអន្តរវរៈរតនៈដែលនៅសល់4រូបគម្រប់60នោះបាទនៅសល់4រូបគម្រប់60នោះមានឈ្មោះព្រះនាងសេដ្ឋរតនៈបាទបានធាយៈរតនៈទី2ហើយបានទី3រំសាយរតនៈបាទហើយជាវារតនៈចឹងមន្ត្រី4អង្គនោះត្រូវបានដកហូតពីត្រកូលទាំង4នៃខត្តយៈវង្សត្រកូលដើម្បីមកឲ្យធ្វើជាមន្ត្រីហើយបានសល់ប្រមាណដើម្បីគម្រប់10នោះព្រះអង្គត្រូវជ្រើសរើសបាទដោយសារជាថ្មីបាទដើម្បីជ្រើសរើសមន្ត្រី6រូបទៀតបាទតែយើងឃើញថាថ្ងៃនេះខ្ញុំចង់ជម្រាបជូនតែប៉ុណ្ណឹងនិយាយអំពីពិធីអោបវគ្គពិសេសនោះក៏បានចូលមកកាន់កាប់ការងារសាសនារបស់ព្រះនគរដោយមានក្សត្រី60ព្រះនាងនោះ
ដែលមានមួយព្រះនាងជាម្ចាស់ក្សត្រីគ្រប់គ្រងបន្តពីមួយជំនាន់ទៅមួយជំនាន់ចឹងហើយបានវត្តអារាមខាងប្រកៅនីកុំណូពោធិសាត់នោះមានច្រើនហើយក៏មានប្រពៃណីបុណ្យទាននឹងច្រើនផងដែរហើយវត្តអន្តពតបរិយឬក៏វត្តចារីរាជទាំងអស់ត្រូវបានសាងឡើងដោយហុំព័ទ្ធទឹកចឹងបងប្អូនយើងដើរមើលក្រុមកន្លែងទាំងអស់ទូទាំងព្រះនគរទីបានឃើញប្រាសាទតូចហើយមានធ្វើបាគូទឹកព័ទ្ធជុំវិញដូចជានៅក្នុងខេត្តសៀមរាបនេះមានជាច្រើនកន្លែងបាទក៏ឃើញរបៀបនោះដែរនោះហើយគឺជាវត្តចារីរបស់ខ្មែរដែលត្រូវបានព្រះនាងពេញក្រមុំចូលទៅរៀនវិជ្ជានិងសាសនារបស់ខ្មែរពីមួយចំនួនទៅមួយចំនួនបាទឥឡូវបកមកចំណុចនេះខ្ញុំនឹងវិលត្រឡប់មកនិយាយអំពីត6អង្គទៀតត្រូវជ្រើសរើសសារជាថ្មីដើម្បីមកកាន់មុខតំណែងជាមន្ត្រីជាន់ខ្ពស់ដឹកនាំនគរនោះមកបកស្រាយភាសាបាលីដែលយើងនឹងត្រូវលើកយកគឺពាក្យថាវណ្ណៈឬក៏សុវណ្ណបាទវណ្ណៈនេះខ្ញុំបានបង្ហោះនៅក្នុង Facebook ម្ដងហើយដើម្បីឲ្យងាយយល់បាទវណ្ណៈនេះបើយើងយកមកបំបែកយើងឃើញថាវបូកជាមួយនឹងណជាងណណាវបូកជាមួយណជើងណវនេះជំនួសឲ្យអក្សរពហើយណជើងណនោះជំនួសឲ្យអក្សរណាំងបានអញ្ចឹងប្រែមកថាពណ៌ត្រូវសម្លាប់ពណ៌ត្រូវបានគេសម្លាប់អានថាពណ៌ណាំងជាសាបាលីពណ៌ណាំងហ្នឹងប្រែមកថាពណ៌ត្រូវបានគេសម្លាប់មិនអាចហាបានចឹងនៅក្នុងលោកនេះគ្មានពណ៌ណាមួយដែលមិនហាទេបងប្អូនត្រូវចាំពណ៌ដែលមិនហាបាននោះគឺពណ៌មាសនោះឯងកាលណាយើងយកលោហៈមាសហ្នឹងមកប្រើទោះជាកប់ដីគោះទោះជាបោះចូលទៅក្នុងទឹកសមុទ្រទោះជាយើងយកទៅដុតនៅក្នុងភ្លើងទោះជាយើងយកទៅដាក់នៅក្នុងអាស៊ីប្រភេទណាក៏ដោយក៏មាសហ្នឹងនៅតែមានដដែលក្នុងហើយដែលគេហៅថាពណ៌ណាំងហ្នឹងសំដៅមកប្រែថាមាសក៏បានប្រែថាវណ្ណៈក៏បានបាទអញ្ចឹងនៅក្នុងលោកនេះវណ្ណៈហ្នឹងក៏ដូចគ្នាដែរត្រូវបានចងជាប់អ្នកក្រហ្នឹងគេហៅថាវណ្ណៈក្រីក្រអ្នកមាននោះគេហៅថាវណ្ណៈមានដោយសង្កល់ទៅលើទ្រព្យសម្បត្តិដែលមានស្ដុកស្ដំចំណែកអ្នកក្រនោះសង្កល់ទៅលើទ្រព្យសម្បត្តិដែលមិនមានហើយទ្រព្យសម្បត្តិនោះឯងគឺជាមាសហ្នឹងផងដែរចឹងហើយបងប្អូនខ្មែរយើងទាំងអស់យើងស្ញាក់ខ្លួនឡើងយើងលែងកេងប្រវ័ញ្ចខ្មែរគ្នាឯងលែងចង់ចំណេញចង់បានពីជាតិខ្លួនឯងយើងមើលបរទេសគេមានវណ្ណៈដូចយើងដែរគេមានអ្នកដឹកនាំជាប្រធានាធិបតីជានាយករដ្ឋមន្ត្រីជាមន្ត្រីជាចៅហ្វាយខេត្តចៅហ្វាយស្រុកអីដូចតែយើងអញ្ចឹងប៉ុន្តែយើងមើលឃើញដែរវណ្ណៈរបស់គេហ្នឹងវាហាក់បីដូចជាមិនឃ្លាតគ្នាពេកបាទយើងឃើញថាគេមានប្រាក់ខែឲ្យទៅអ្នកក្រីក្រឲ្យទៅអ្នកគ្មានការងារធ្វើបាទឲ្យទៅកុមារនិងចាជរាដែលគាត់គ្មានទីពំនាក់អាស្រ័យបាទអញ្ចឹងឃើញថាកាលណាវណ្ណៈហ្នឹងវាអត់ឃ្លាតគ្នាគឺប្រទេសជាតិហ្នឹងគឺមានសេចក្តីសុខហើយឧទាហរណ៍ដូចនៅតារាងអញ្ចឹងខ្ញុំជឿថាមានអំពើពុករលួយដែរមិនអត់ទេប៉ុន្តែដោយសារតែគេចិញ្ចឹមកុមារចាជរាជួយអ្នកក្រីក្រជួយមនុស្សដែលគ្មានការងារធ្វើហ្នឹងឲ្យមានប្រាក់ចិញ្ចឹមជីវិតគេជួយឲ្យមានផ្ទះដើម្បីបានមានលុយបង់ថ្លៃផ្ទះអីចឹងទៅពេលហ្នឹងវណ្ណៈក្រីក្រហ្នឹងវាមិនមើលឃើញទេអញ្ចឹងអំពើជីជ័ររបស់មនុស្សហ្នឹងមើលអត់ឃើញទេហើយខ្ញុំក៏ចង់និយាយដែរដោយសារតែពាក្យវណ្ណៈហ្នឹងយើងមើលឃើញសប្តាហ៍ថ្ងៃថាមានការជីជ័រគេវាញ់
ដោយសារពាក្យវណ្ណៈហ្នឹងដោយសារតាមភាគីម្ខាងនោះមានទ្រព្យមានសម្បត្តិមានលុយមានកាក់មានការហូបចុកហ្នឹងគ្រប់គ្រាន់ចំណាយភាគីមួយចំនួនធំនោះក្រីក្រហ្នឹងហើយគេហៅវណ្ណៈអញ្ចឹងថ្ងៃនេះខ្ញុំចង់យកពាក្យហ្នឹងមកពិចារណាឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ឥឡូវយើងធ្វើដូចបរទេសទៅវណ្ណៈហ្នឹងក៏បានសាបសូន្យអំពីការជិះជាន់កេងប្រវ័ញ្ចហើយសភាពខ្មែរហ្នឹងក៏បានស្រឡាញ់គ្នាចាប់ដៃគ្នាអោបគ្នាលែងឈ្លោះគ្នាដោយសារតែយើងបានជួយចិញ្ចឹមក៏បានឯកាចរាហើយនឹងមនុស្សដែលគ្មានទីពឹងក្រីក្រហ្នឹងបងប្អូនមើលឥឡូវខ្ញុំចង់និយាយទៅកាន់អ្នកដែលកាន់រដ្ឋាភិបាលខ្ញុំចង់និយាយទៅកាន់អ្នកដែលជាប្រធានគណៈបកប្រឆាំងជាច្រើនដែលអាងរាល់ថ្ងៃនោះឥឡូវយើងធ្វើយ៉ាងម៉េចក៏ដោយតែយើងចាំកុមារចាចរាជួយអ្នកក្រីក្រនឹងឲ្យមានប្រាក់ខែទៅទំនាស់ផ្ទៃក្នុងប្រទេសហ្នឹងក៏ដូចជាចុះអន់ថយដែរដោយសារតែមនុស្សទាំងអស់នោះមានប្រាក់កាសបានចាយវាយគ្រប់គ្នាទៅគេក៏ដឹងគុណមេដឹកនាំទោះជាមេដឹកនាំហ្នឹងអាក្រក់ក្តីល្អក្តីលែងមានអ្នកណាខ្វាយខ្វល់នឹងបរិយាយនឹងមានប្រតិកម្មប្រឆាំងហើយបាទយើងមើលដោយប្រទេសបារាំងដោយប្រទេសកាណាដាដោយប្រ៊ុយណេអញ្ចឹងមិនសូវមានចលនាប្រឆាំងនឹងរដ្ឋាភិបាលទេដោយសារតែរដ្ឋាភិបាលរបស់គេហ្នឹងគឺគេបានចាំបានជួយបីបាច់ថែរក្សាអ្នកក្រីក្រហ្នឹងមិនឲ្យមានពណ៌ណាំងហ្នឹងកើតឡើងស្មើគ្នាបាទមិនឲ្យមានពណ៌សម្បុរហ្នឹងស្មើគ្នាគឺគ្មានវណ្ណៈនឹងឯងបាទអញ្ចឹងក្នុងថ្ងៃនេះខ្ញុំនឹងបន្តសំណួរទៅបន្តចម្លើយតែប៉ុណ្ណឹងទុកឲ្យបងអូនសវណ្ណរទីហ្នឹងបាននាំយកសំណួរអ្នកផ្សេងទៀតមកសួរបន្តទៀតបាទសូមអញ្ជើញបាទអរគុណលោកចៅកៀងបាទលោកចៅកៀងមានប្រិយមិត្តយើងចង់ឲ្យលោកចៅកៀងជួយជំរាបថាតើបើតាមសាសនាខ្មែរពីដើមហ្នឹងអញ្ចឹងធម៌នៃមាសិកាគួរតែសូត្របែបណាវិញព្រោះលោកចង់ថាសូត្រតែមិនកុំឲ្យខុសចូលទៅខាងធម៌សាមណៈគោលដៅអីចឹងលោកចៅកៀងអាចជួយជំរាបផងបាទធម៌នៃមាសិកាហ្នឹងមានន័យថាយើងសូត្រមិញនឹងឯងណាបាទសូត្រថ្វាយមិញនឹងឯងគេហៅធម៌នៃមាសិកាហើយធម៌ផ្សេងទៀតនោះគឺថាខ្ញុំមិនទាន់ចង់ប្រាប់បងប្អូននៅឡើយដោយសារតែធម៌របស់ខ្មែរយើងគឺភាគច្រើនជាធម៌ដែលសម្រាប់ស្ត្រីភេទអញ្ចឹងយើងជាបរិសុទ្ធយើងចាំឲ្យប្រនាងបាទប្រញាក់នោះព្រះអង្គជាស្ត្រីហើយជាអ្នកកាន់កាប់សាសនានោះយាងមកទុកឲ្យលោកសូត្រដើម្បីឲ្យយើងទាំងអស់គ្នានឹងត្រូវនៅក្នុងក្បួនព្រោះថានៅក្នុងទំនាយនោះបានទាយថានឹងមានរាជក្សត្រីចេស្តាចេញមកលើកសាសនាព្រះសិរីអាមេត្រីអញ្ចឹងមានន័យថានេះគ្រាន់តែបង្ហើបឲ្យយើងបានយល់ខ្លះអំពីរឿងរ៉ាវនៃព្រះពុទ្ធសាសនារបស់ខ្មែរដែលបានកើតមានឡើងដោយបុព្វបុរសរបស់ខ្មែរគ្រប់ជំនាន់ដែលមានអំបូរជានាមមនុស្សបានបន្សល់ទុកឲ្យអញ្ចឹងមានចំណែកខ្លះយើងក៏មិនអាចសូត្របានទេជាធម៌របស់គេទេរបស់ស្ត្រីយើងជាបរិសុទ្ធហ្នឹងយើងបើតាមនិយាយទៅយើងអាចសូត្របានតែអ្នកមោតៃសេព្រះភគវិតោព្រះអរហន្តោព្រះសម្មាសម្ពុទ្ធិសេនេះដែលខ្ញុំបានដឹងអំពីលោកតាខ្ញុំប៉ុន្តែនេះឥឡូវយើងសូត្រធម៌ព្រះនាងមួយចំនួនហើយខ្ញុំចង់ទុកឱកាសហ្នឹងឲ្យទៅគាត់ដើម្បីចេញមកសូត្រថ្វាយអ្នកទាំងអស់គ្នានៅពេលដែលព្រះអង្គយាងចេញមកបាទអញ្ចឹងយើងមានតែប៉ុណ្្នឹងទេហើយនឹងរបៀបរៀបចំសាសនាយ៉ាងណាយើងនឹងបន្តទៅមុខខែមទៀតបាទតទៅទៀតអំពីរបៀបទៅយ៉ាងម៉េចបាទក្នុងហ្នឹងយើងមានចែកថ្នាក់អីចឹងតទៅទៀតបាទលោកចៅកៀងនមស្ការហើយនឹងឧបាសិកាពាក្យពីរហ្នឹងខុសគ្នាដែរឬទេបាទហើយនមស្ការហ្នឹងមានន័យថាម៉េចដែរបាទនមស្ការហ្នឹងខ្ញុំបានអធិប្បាយម្ដងហើយឥឡូវយើងបរិយាយម្ដងទៀតទៅណាបាទនមស្ការ
អ្នកមាសិកានេះបើយើងប្រែទៅយើងយកនៅហ្នឹងណានៅហ្នឹងទៅជាអ្នកហ្នឹងបូកជាមួយមាសបានបូកជាមួយសិកាបាទសិកានេះប្រែថាស្ត្រីបាទអ្នកនេះប្រែថាបរោះចឹងអ្នកមាសិកាថ្វាយបង្គំហ្នឹងចង់និយាយថាចូលពួកបរោះបាទចូលពួកស្ត្រីមកថ្វាយបង្គំព្រះចឹងណាចឹងអ្នកមាសិកាថ្វាយបង្គំឃើញទេបាទអញ្ចឹងអ្នកនឹងប្រែថាបរោះហើយសិកានឹងប្រែថាស្រីហើយបើកម្មនិយាយឧបាណាឧបានឹងប្រែថាប្រុសដែរឧបាដល់បានយើងមានពាក្យតទៀតបូកនឹងឧបាសិកាហ្នឹងក៏ស្រីដែរនេះគឺស្រីស្ដាយទេហើយបានមានពាក្យខ្លះនោះឧបោហ្នឹងស្រីដែរណាអត់មែនប្រុសទេឧបោបាទអញ្ចឹងមានពាក្យឧបោហ្នឹងគេទៅទេនឹងរណាគេអត់មានទៅទេទេឧបោរៈបោហ្នឹងមានន័យថាផ្ទុយនឹងបាអញ្ចឹងបើយើងផ្ទុយនឹងបាបោផ្ទុយនឹងបាអញ្ចឹងមានន័យថាយើងយកនៅមកដាក់មកឃើញទេបាទអញ្ចឹងវាផ្ទុយគ្នាអញ្ចឹងតាបាផ្ទុយនឹងនៅរៈឃើញទេបាទអញ្ចឹងបានគេឲ្យទៅទេបោហ្នឹងមានរអញ្ចឹងឧបោហ្នឹងប្រែមកថាស្រីដែរឪពុកហើយនឹងម្ដាយឧបោនេះបើយើងនិយាយឲ្យចំទៅស្មើនឹងអ្នកងូបាទអ្នកមូបាទចឹងបោរាហ្នឹងប្រែមកថាអ្នករៈនេះគឺបោផ្ទុយនឹងបាទៅចឹងដាក់នៅមករៈទៅជាអ្នករៈប្រែថាស្រីណាបាទចឹងមានអីទៀតទេបាទលោកចៅកៀងប្រិយមិត្តមួយរូបទៀតចង់ឲ្យលោកចៅកៀងជួយបកស្រាយស្អីអ្វីទៅថាគេហៅថាណូខ្វាក់ហ្នឹងណូខ្វាក់ហ្នឹងគឺជាបល័យរបស់ខាងពុទ្ធសាសនាហ្នឹងគេសម្រាប់ចងគាថាបាទគេហៅចងគាថាហ្នឹងការពារទីងងឹតនោះមិនឲ្យមកយកគាថាហ្នឹងបានគេហៅនៅខ្វាក់បើនិយាយចំទៅដូចជាយ័ន្តមួយដែរនៅខ្វាក់ហ្នឹងបាទហើយបើនិយាយទៅគេឌៀមតាមទៅឲ្យអ្នកកាន់ព្រំមាញ់ព្រោះនៅនឹងខ្វាក់ហើយនៅនឹងភ្លឺមានន័យថាកាន់ពុទ្ធសាសនាដល់នៅនឹងខ្វាក់កាន់ព្រំមាញ់សាសនាដូចខ្ញុំបាននិយាយហើយនៅក្នុងប្រសានកោតូចហ្នឹងមានមួយផ្ទាំងរឿងនិយាយអំពីចងប្រព័ន្ធវិសាសនាហ្នឹងក៏គេបានឆ្លាក់បាទយៈខ្វាក់ដែរយៈខ្វាក់ហ្នឹងមានន័យក្បាល21បាទគេចង់និយាយថាពីដើមយៈហ្នឹងជាខ្មែរដែរទេហើយមានឪពុកហ្នឹងមានគុណ21ដូចគ្នាហើយបានទៅកាន់សាសនាព្រហ្មញ្ញទៅក៏ខ្វាក់ភ្នែកមើលមិនឃើញល្អនឹងអាក្រក់បាទចេះតែប្រព្រឹត្តអំពើអាក្រក់ហើយនៅខ្វាក់នេះក៏ដូចគ្នាដែរបើអ្នកខាងអាក្រក់ហ្នឹងចង់ប្រសាបល័យរបស់អ្នកខាងល្អហ្នឹងនៅខ្វាក់ហ្នឹងទុកជាប់មិនឲ្យខាងខ្វាក់ហ្នឹងបំផ្លាញបានទេចឹងហើយបើមានទៀតនៅខ្វាក់បាទនិយាយទៅវែងឆ្ងាយទៅរឿងហ្នឹងត្រឹមប៉ុណ្ណឹងចោះបាទខ្លាចអ្នកខ្លះស្ដាប់ទៅបាទគេគិតឃើញនៃផ្សេងនាំមានបញ្ហាដល់ការបកស្រាយភាសាបាលីរបស់យើងបាទអញ្ចឹងបកស្រាយត្រឹមប៉ុណ្ណឹងចោះណាបាទលោកចៅកៀងតែងតែឮគេតែងតែឮប្រជាពលរដ្ឋខ្មែរហ្នឹងនិយាយថាខ្ញុំសូម្បីតែណកខ្វាក់មួយមិនចេះផងហ្នឹងគេសំដៅទៅលើអីដែរបាទប្រជាពលរដ្ឋខ្មែរខ្ញុំគ្រាន់តែនៅខ្វាក់មិនចេះហ្នឹងចង់និយាយថាអំពើអាក្រក់ទាំងឡាយនៅក្នុងលោកគាត់មិនចេះទេបាទចង់និយាយចឹងណាទៅទីហោថាមានបងប្រុសម្នាក់ហ្នឹងគាត់ស្លូតបូតណាបាទគេជាទៅបាបគាត់ណាគាត់ក៏និយាយថាខ្ញុំតែនៅខ្វាក់មួយមិនចេះផងប៉ុន្តែនៅតែមានមនុស្សមកបៀតបៀនមានចោលមកលួចគឺបាបក៏បែបគាត់យ៉ាងហ្នឹងហើយនៅខ្វាក់ចង់និយាយថាខ្ញុំមិនចេះអំពើអាក្រក់ណាមួយទេមិនចេះអតអនោមអីហ្នឹងផងដែរ
អតនំហ្នឹងយើងដឹងហើយថាបល័យនៅក្នុងលោកហ្នឹងវាមានមុខពីរតែកណាចេះបល័យហើយកណាចិត្តរបស់យើងហ្នឹងក៏ការអំពើអាក្រក់អញ្ចឹងបល័យហ្នឹងទាញយើងទៅខាងអាក្រក់វាអកុសលបាទកាលណាបល័យហ្នឹងដែលយើងកាន់អំពើល្អទាញយើងមកអំពើល្អអញ្ចឹងពាក្យតកៈមួយម៉ាត់ហ្នឹងក៏មិនមែនធម្មតាដែរជ្រៅណាស់បងប្អូនភាសាបល័យបើអ្នកសាអំពើអាក្រក់ហ្នឹងគេប្រើគឺគេយកមកសម្លាប់មនុស្សលោកគេយកមកបំផ្លាញមនុស្សលោកអញ្ចឹងទៅបាទដូចគេហៅថាកាំងនោះនេះណាហ្នឹងក៏កាំងមានន័យថាកាលណាគេថាកាំងនោះចឹងទៅមានន័យថាដៃគេនឹងមានទម្ងន់រាប់តោនទៅវាយអ្នកណាមួយទៅបាក់ចឹងបាក់ឆ្ងាយចឹងទៅចឹងឃើញណាហើយដល់ពេលយើងតាំងចិត្តនឹងផ្លូវល្អយើងអានថាការៈណាប្រែមកថាជួយឲ្យបានរីកចម្រើនបកកកំណើតសត្វលោកអីខ្ញុំបានអត្ថាធិប្បាយរួចទៅហើយតែគេតកៈមួយម៉ាត់ទេដូចតែគ្នាសោះប៉ុន្តែប្រាប់តែមួយនឹងប្រែថាល្អមួយទៀតនឹងប្រែថាសម្រាប់អ្នកដែលគេយកទៅសម្លាប់សត្វលោកអញ្ចឹងទៅបាទអញ្ចឹងមានន័យអញ្ចឹងណាបាទលោកចៅខៀងប្រិយមិត្តយើងដែរលោកចង់ដឹងថាអំពីលោកយាយម៉ៅពេជ្រនិលនេះថាតើលោកយាយម៉ៅពេជ្រនិលហ្នឹងបច្ចុប្បន្នខ្មែរយើងបែរជាយល់ថាជាប្រពន្ធរបស់លោកតាសោមនៅកំពង់សោមអីយ៉ាងទៅសម្រាប់លោកចៅកែវិញថាតើលោកយាយម៉ៅពេជ្រនិលហ្នឹងមានប្រវត្តិយ៉ាងណាដែរហើយជានរណាដែរបាទឥឡូវបើសួរដល់ត្រង់កន្លែងនេះខ្ញុំសប្បាយចិត្តណាស់ព្រោះពីដើមក្នុងរាជការរបស់ព្រះនាងសុទន្ទ្រានិងព្រះពលបារាជនោះបាទពេលដែលព្រះនាងសុទន្ទ្រាហ្នឹងក៏បានព្រះស្វាមីព្រះបាទយសោរាជទៅព្រះអង្គហ្នឹងបានបុត្រនឹង3ព្រះអង្គបុត្រមួយនេះឈ្មោះព្រះបាទសូរ្យវង្សទី1ហើយបុត្រទី2នេះឈ្មោះថាព្រះភគូនេដែលទៅកាត់ដែលនគររោមកាត់ក្បាលហើយយកខ្លួនមកតក្បាលដំរីនៅក្នុងកលេណោះហើយបានបុត្រីទី3ហ្នឹងគឺជាស្រីហ្នឹងគឺឈ្មោះព្រះនាងខ្មៅបាទការប្រវត្តិព្រះនាងខ្មៅនោះមិនមែនគេឆ្លាក់ទុកតែមួយកន្លែងទេគឺនគរទាំង4របស់ខ្មែរគឺនគរមេតល័យក៏មានព្រះនាងខ្មៅនគរមុតតាហ្នឹងក៏មានព្រះនាងខ្មៅរដ្ឋករណាហ្នឹងក៏មានព្រះនាងខ្មៅហើយចំណែករដ្ឋឧបេខាយើងកណ្ដាលហ្នឹងក៏មានព្រះនាងខ្មៅផងដែរបាទហើយនៅក្នុងហ្នឹងព្រះអង្គបានឆ្លាក់អំពីសម្រិទ្ធក៏មានច្រើនលើលប់លើព្រះសង្ឃួងបាទទាំងនឹងស្មើគ្នាជាមួយព្រះកោនីគុំណូពោធិសត្វផងដែរដោយសារពីអតីតកាលរបស់ព្រះនាងខ្មៅហ្នឹងគឺជាស្ដេចទឹកសង្គ្រាមធំរបស់ខ្មែរកាលណាប្រទេសណាចូលមកឈ្លានពានទឹកដីខ្មែរយើងគឺអង្គព្រះនាងខ្មៅឬក៏ហៅទេពនន្ទរាជហ្នឹងព្រះអង្គលោកក៏ចេញទៅធ្វើទឹកសង្គ្រាមជាមួយពលរេរបស់ខ្មែរហើយបណ្ដេញប្រចាមិត្តជាសត្រូវចោលឈ្លានពានហ្នឹងចេញពីប្រទេសយើងចឹងហើយព្រះនាងខ្មៅហ្នឹងមានច្រើនកន្លែងសពថ្ងៃបរទេសដែលជាជនខលខូចដើម្បីប្រតាព្រះនាងខ្មៅហ្នឹងក៏បានយកលឹងអីតោទៅនិយាយរួមទៅជាមួយនឹងទួសរតតែយកលឹងអីតោហ្នឹងទៅឆ្លាក់ដាក់ក្បែរព្រះនាងមិនឲ្យព្រះនាងហ្នឹងអាចប្រើមហិទ្ធិឫទ្ធិហ្នឹងការពារព្រះនគររបស់ខ្មែរបានទេនឹងវាជាចំណែកមួយហើយព្រះនាងខ្មៅហ្នឹងពីដើមនៅជ្រោះពេជ្រនិលហ្នឹងក៏មានដែរបងប្អូនអញ្ចឹងយើងឃើញថានៅក្នុងប្រាសាទបាយ័នសពថ្ងៃក៏មានព្រះនាងអង្គខ្មៅនឹងដែរយើងហៅទេពនន្ទរាជតែខ្ញុំតែងប្រាប់បងប្អូនថាចំកណ្ដាលប្រាសាទបាយ័ននោះគឺមានឈ្មោះព្រះនាងខ្មៅហើយរូបព្រះបដិមាដែលយើងហៅថាព្រះពុទ្ធដែលនៅក្នុងប្រាសាទបាយ័នគេសែងយកទៅដាក់7ល្វែងនោះគឺជារូបព្រះសិរិអាមេត្រីព្រះអង្គបានត្រាស់មានទាំងរូបចម្លាក់នោះទុកជាភ័ស្តុតាងផងដែរសពថ្ងៃខ្មែរយើងអត់បានថាជាព្រះសិរិអាមេត្រីទេថាជាព្រះពុទ្ធ
បាទស្អីទេខ្ញុំមិនទៅច្បាស់តែដឹងថាគេហៅថាប្រពុតដែរបាទអញ្ចឹងមានន័យថានៅក្នុងបាយ័នហ្នឹងមានរូបសំខាន់នឹងពីរគឺព្រះនាងខ្មៅហើយនឹងព្រះពុទ្ធអង្គនោះឯងហើយបាននៅគ្រប់កន្លែងទាំងអស់នៅតកែវក៏មាននៅព្រៃវែងក៏មាននៅណាក៏មានដែរបងប្អូនមិនមែនមានតែមួយកន្លែងទេហើយបើស្ត្រីអង្គណាណោះតែព្រះអង្គនៅពុំម្ចារីហើយលោកសូថាពុទ្ធយ៉ាងសារណង្គៈរាំងជាមយាបច្ចវេខេស្វាយ៉ាងជ័យវរាំងបរិភ័តតាំងអ្នកមូពោធិយៈព្រះភគវីធម៌នោះធ្វើឲ្យព្រះនាងអាចជួយទៅដល់អ្នកទាំងអស់គ្នាឲ្យប្រកបមុខរបររកទីមានបានហើយបើអ្នកពុំម្ចារីនឹងចង់ទៅបណ្ដេញចោលឈ្លានពានទឹកដីហើយសូថាអ្នកមូតាំងតកលៀងលលាចោលពន់រាំងណាំងកាំងតែបាននោះប្រលឹងវិញ្ញាណរបស់ព្រះនាងខ្មៅនឹងចេញជួយអ្នកទាំងអស់គ្នាបានហើយបាទអញ្ចឹងសពថ្ងៃព្រះនាងនៅតែខ្លាំងប្រកែនៅឡើយទេប៉ុន្តែដោយសារតែយើងអត់ដែលបានសូត្រទៅថ្វាយទៅដល់ព្រះនាងខ្មៅបាទចឹងខ្ញុំសូមបន្ថែមតែប៉ុណ្្នឹងហើយបងប្អូនដឹងហើយរៀនទៅសូត្រទៅប្រហែលជាត្រូវជួយការពារទឹកដីរបស់យើងជាមួយនឹងរដ្ឋាភិបាលរបស់យើងផងដែរបាទអញ្ចឹងជាចំណែកមួយដែរណាបាទបើសិនជាយើងនាំគ្នាសូត្រប៉ុន្តែប្រកែបានតែអ្នកនៅពុំម្ចារីទេបងប្អូនណាបាទបានបន្តទៅទៀតទៅចង់សួរអីបាទលោកចៅកៀងព្រះនាងខ្មៅនឹងលោកមានស្វាមីដែរទេបាទឬក៏នៅកមុំរហូតបាទមូលហេតុដែលព្រះនាងមិនមានព្រះស្វាមីនឹងហើយបានជាអ្នកដែលមានព្រះស្វាមីឬក៏មានប្រពន្ធហើយនឹងដូចថាបានតែព្រះដាទេប្រកែណាបើអ្នកដែលនៅពុំម្ចារីបានសូទៅព្រះនាងនឹងចូលមកកាន់ខ្លួនយើងហើយសូទៅក៏ប្រកែដោយសារព្រះនាងពីអតីតកាលនោះព្រះអង្គនៅក្រមុំទេហើយទូសរតហ្នឹងឯងដែលព្យាយាមឲ្យធ្វើរូបលង្ហិសូរហ្នឹងដាក់ទៅក្បែររូបចម្លាក់ហ្នឹងដើម្បីប្រសាព្រះនាងមិនឲ្យចេញមកជួយព្រះនគរខ្មែរបានប៉ុន្តែឥឡូវរូបលង្ហិសូរហ្នឹងសាបហើយដោយសារតែទូសរតហ្នឹងសោយទីបង្គួតហើយទោះជាអ្នកណាយកទៅធ្វើរាប់រយរាប់សែនទៅទៀតក៏សាបដែរព្រោះគ្រូបាអាចារ្យដែលធ្វើឲ្យលង្ហិសូរហ្នឹងព្រះនាងមើលឃើញហ្នឹងមានន័យថាត្រូវបាត់វិញហើយអញ្ចឹងយើងនាំគ្នាធ្វើទៅប៉ុន្តែព្រះនាងមើលអត់ឃើញទេនេះខ្ញុំគ្រាន់តែចង់ជម្រាបឲ្យបានដឹងថាដួងព្រលឹងរបស់ព្រះនាងខ្មៅសពថ្ងៃមិនអាចមើលឃើញលង្ហិសូរនោះបានទេដោយសារតែវិញ្ញាណរបស់ព្រះអង្គត្រូវបានបើកវិញហើយអញ្ចឹងឥសីទេនឹងស្លាប់ហើយអ្នកណាឆ្លាក់រូបលង្ហិសូរយកទៅដាក់100ទៀតក៏ព្រះនាងមើលអត់ឃើញដែរព្រះនាងនឹងចេញមកជួយខ្មែរបាទទៅតាមពុទ្ធទំនាយដែលបានទាយទុកបាទមិនដូចហេតុអ្វីបានជាព្រះនាងមានឈ្មោះថាព្រះនាងខ្មៅមិនមានឈ្មោះដូចគេដូចឯងផ្សេងក្រៅពីហ្នឹងលោកចៅកៀងបាទព្រះនាងឈ្មោះព្រះនាងខ្មៅជាហៅក្រៅឈ្មោះពិតរបស់ព្រះអង្គហៅទេពនន្ទរាជបាទមានន័យថាព្រះអង្គបានសរសេរគម្ពីរទឹកសង្គ្រាមហ្នឹងដោយផ្ទាល់ដៃហើយខ្មែរយើងពីដើមគេតែងយកគម្ពីរហ្នឹងទៅឆ្លាក់នៅក្នុងបន្ទាយទ័ពមានន័យថាដោយថាកន្លែងណាដែលគេធ្លាប់ធ្វើសង្គ្រាមជាមួយបរទេសច្រើនខ្មែរយើងបានតាំងប្រសានៅទីនោះតូចល្មមហើយក៏បានឆ្លាក់អក្សរអំពីទំនាយធម្មនន្ទហ្នឹងចាំមិនយើងហៅធម្មនន្ទប្រែមកថាជាវិជ័យទឹកសង្គ្រាមចាំបានសប្តាហ៍ណានោះខ្ញុំក៏បានប្រាប់ថាបន្ទាយទ័ពហ្នឹងមិនមែនសំដៅទៅលើកងទ័ពបោះជំរំនៅទីនោះទេគឺកន្លែងនោះហើយដែលបានសរសេរអំពីក្បួនធ្វើទឹកសង្គ្រាមដោយរបៀបណានៅក្នុងនោះបាទប៉ុន្តែពួកបារាំងទេយួនសៀម
ព្យាយាមយកអក្សរសាស្ត្រទាំងអស់នោះទៅរក្សាចោលនៅក្នុងសារមន្ទីរដើម្បីព្យាយាមមិនឲ្យខ្មែរយើងអាចស្រួលមើលតែឥឡូវគេធ្វើសារមន្ទីរល្អណាស់បងប្អូនអ្នកណាជាអក្សរបុរាណហ្នឹងឲ្យទៅមើលក្នុងផ្ទាំងថ្មហ្នឹងទៅបាននឹងអាចយល់អំពីរបៀបធ្វើសង្គ្រាមរបៀបសូត្រធម៌យ៉ាងម៉េចដើម្បីឲ្យពួកប្រជាមិត្តឈ្លានពានទឹកដីហ្នឹងបាក់បោកផ្លោផ្លាយឲ្យព្រមចោះចាញ់បានបាទចឹងប៉ុណ្ណឹងទេណាបាទលោកឆៃខៀងមានប្រិយមិត្តយើងមួយរូបទៀតលោកឆ្ងល់ថាព្រះបាយ័នមាន2ហើយនៅក្រោមបាយ័នហ្នឹងគឺមានឥន្ទ្រវរ្ម័នហើយឥន្ទ្រវរ្ម័នហ្នឹងគ្រប់គ្រងបាទាំង10ហើយជប់បានទេគាត់មានប្រសាសន៍សួរថាថ្មីហើយជួយលឺព្រោះក្នុងទូរស័ព្ទស្រាប់បានបាទមានប្រិយមិត្តយើងហ្នឹងបានសួរមកថាព្រះបាយ័នហ្នឹងមាន2ហើយនៅក្រោមព្រះបាយ័នហ្នឹងគឺមានឥន្ទ្រវរ្ម័នហ្នឹងចំនួន8ហើយនៅក្រោមឥន្ទ្រវរ្ម័នហ្នឹងមានបា10អញ្ចឹងបា10អត់មែនបា10ទេមន្ត្រី10ហ្នឹងនៅក្រោមទៀតនៅក្រោមឥន្ទ្រវរ្ម័នហ្នឹងមានបាខែងនៅកណ្ដាលហ្នឹងមាន33ហ្នឹងមាន33បាខែងជប់ក្រមបាខែងហ្នឹងទៅទៀតបានមានមន្ត្រីប៉ុន្តែមន្ត្រីហ្នឹងមានចែកចេញជា2ពួក4អង្គហ្នឹងគឺគេដកយកចេញពីប្រកូលរបស់ខត្តយៈវងទាំង4ហ្នឹងក្នុងមួយប្រកូល1អង្គយកមកធ្វើតែម្ដងហើយចំណែក6អង្គទៀតត្រូវបានជ្រើសរើសសារវិថ្មីគេហៅរើសមន្ត្រីនោះពីដើមខ្មែរយើងមានពិធីរើសមន្ត្រីណាបាទហ្នឹងគេឲ្យសត្វត្រីទាំង60រូបហ្នឹងតំណាងឲ្យសាសនាបកោនិគមនោហ្នឹងធ្វើជាអ្នកតំណាងមើលការខុសត្រូវក្នុងការប្រឡងប្រជែងនោះគឺមិនមានពុកអលួយដូចដែលយើងនិយាយកន្លងមកទេបាទមន្ត្រីកន្លងមកហ្នឹងតែវាមានចឹងមែនខ្ញុំមិនកាន់ជើងទេបាទអ្នកណាគេមានខ្សែមានអីចឹងទៅចឹងមិនមានតាំងពីដើមមកចឹងបាទរឿងជាប់ខ្សែជាប់អីហ្នឹងចឹងពីដើមក៏ដូចគ្នាដែរខ្សែអន្តរវរៈរតនៈហ្នឹងមានន័យថាផ្នែកសេដ្ឋកិច្ចជាតិហ្នឹងមួយផ្នែកកសិកម្មហ្នឹងមួយហើយផ្នែកសាសនាហ្នឹងមួយរំសាយរតនៈហ្នឹងដែលយើងសពថ្ងៃហៅព្រះនាងសក់ក្រអូបនោះមានផតាងគ្រប់កន្លែងទាំងអស់បាទហើយព្រះនាងចវីរតនៈហ្នឹងសពថ្ងៃយើងហៅជាវាវាំងបរោះនោះដល់ស្រីគេហៅចវីរតនៈចឹងឃើញថាអំណាច4នៅក្នុងសេដ្ឋកិច្ចមួយកសិកម្មមួយហើយនឹងសាសនាមួយហើយនឹងជាវាវាំងមួយគឺត្រូវបានដកចេញពីតកោទាំង4ហ្នឹងមួយអង្គមកធ្វើហើយសប្រមាណមន្ត្រី10ផ្សេងទៀតត្រូវបានប្រឡងប្រជែងបានមិនថាប្រជាពលរដ្ឋមិនថាជាតកោខ្សាត់បើអ្នកណាប្រឡងជាប់អ្នកនោះនឹងបានខ្លាយទៅជាមន្ត្រី6រូបទៀតបាទនេះក្បួនអញ្ចឹងណាបាទប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ជាទីមេត្រីនេតិស្វែងយល់ពីភាសាបាលីខ្មែរសប្តាហ៍ទី52បានចូលមកដល់ទីចុងបញ្ចប់នៃកម្មវិធីផ្សាយហើយបាទខ្ញុំសូមថ្លែងអំណរគុណដល់ការតាមដានស្ដាប់របស់ប្រិយមិត្តและសូមថ្លែងអំណរគុណផងដែរទៅដល់វាគ្មិនរបស់យើងគឺលោកចៅកៀងបាទសូមអរគុណនិងសូមជម្រាបលាលោកចៅកៀងយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយទៀតបាទខ្ញុំក៏មានការផ្ដាំផ្ញើដល់បងប្អូនដែលបានរៀនបាលីនោះសូមឲ្យសួរបាលីហ្នឹងត្រៀមសួរជាមុនព្រោះបាលីខ្លះហ្នឹងខ្ញុំដូចជាឃើញខ្ញុំបកប្រើរួចហើយអញ្ចឹងបងប្អូនសូមឲ្យស្វែងយល់រកបាលីថ្មីដែលជាអក្សរសាស្ត្ររបស់ខ្មែរយើងដើម្បីយើងបកប្រែទៅស័ក្តិសមនឹងឆាប់បានចេះកាន់តែច្រើនឡើងបាទអញ្ចឹងហើយក៏សូមជូនពរឲ្យជួនរួមជាតិខ្មែរទាំងអស់គ្រប់ដល់បានណាហ្នឹងជាពិសេសអ្នកដែលបានរៀនបាលីហ្នឹងសូមឲ្យបានសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលគ្រប់វេលា